ពួកកន្លែងនេះកន្លែងខ្លះពេលខ្លះខ្ញុំចុះទៅតាមមូលដ្ឋានគឺមានប្រជាពលរដ្ឋគាត់មកជួបជាមួយខ្ញុំគាត់សួរថាឥឡូវសម្ដេចកន្លែងនេះធ្វើបានឬទេកន្លែងនេះប្រជាជនបានកាន់កាប់ធ្វើផ្ទះមានប្លង់រឹងរួចទៅហើយអញ្ចឹងចាំបាច់ត្រូវទៀមទាធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់បរិស័ទទាំងឡាយលោកទាំងឡាយជ្រាបថាអញ្ចេះពេលខ្លះផលវិបាករបស់ថ្នាក់ដឹកនាំរបស់មន្ត្រីយើងគាត់មានយើងក៏មានប៉ុន្តែយើងសំណាងដែរដែលយើងទទួលបានថ្នាក់ដឹកនាំល្អថ្នាក់ដឹកនាំមូលដ្ឋានល្អពេលណាដែលយើងត្រូវការអីយើងចង់បានអីគាត់ជួយយើងតាមលទ្ធភាពណាទេតែជាតិរបស់យើងនេះធ្លាប់ដកហើយដែលគេសន្មតជាបាវចនា3ជាតិសាសនាព្រះមហាក្សត្រនេះគឺអ្នកប្រាជ្ញបណ្ឌិតលោកគិតណាស់ថាតើចង្ក្រានដែលមានមុខ3នេះកាលណាដកមួយចេញទៅធ្វើឲ្យការប្រព្រឹត្តទៅនៃឆ្នាំដែលកំពុងតែដាំឆ្លនេះបានទទួលសារៈឬក៏បាត់បង់នៅសារៈយើងក៏លេខតែអតីតកាលរបស់យើងធ្លាប់មានជាតិសាសនានឹងព្រះមហាក្សត្រប៉ុន្តែដល់សម័យកាលមួយនោះក៏បានលុបបំបត្តិមហាក្សត្រពេលដែលយើងលុបបំបត្តិមហាក្សត្រចេញពីប្រទេសយើងទៅឃើញថាចង្ក្រាននៅសល់តែជើងស្កល់ស៊ីទេចាប់ផ្ដើមក៏លែងនឹងធឹងបណ្ដារហូតដល់គេគិតថាទេបើសិនតែដកមួយវាពិបាកដកពីរដកសាសនាមួយទៀតចេញពេលតែដកសាសនាចេញមួយទៀតចង្ក្រាននៅសល់ជើងស្កល់តែមួយតែទេសជាតិយើងវឹកវរដល់ថ្នាក់ណាទៅយើងគិតមើលក្រោយមកទៅអ្នកប្រាជ្ញដែលនៅសេសសល់លោកគិតឃើញច្បាស់លាស់ណាស់ថាប្រទេសណាមិនដឹងទេប៉ុន្តែបើប្រទេសកម្ពុជានេះមួយប្រជាពុទ្ធបរិស័ទរស់នៅក្នុងចង្កោមនេះតាំងពីបុរាណការកកើតទឹកដីមកទើបបានចុចចំណុចផ្ដើមគឺថាចងជារដ្ឋធម្មនុញ្ញឲ្យដាច់ញត្តិជាច្បាប់កម្ពុជារបស់ប្រទេសត្រូវមានជាតិសាសនានិងព្រះមហាក្សត្រនឹងឯងហើយទាំង3នេះគឺជាសារៈប្រយោជន៍រួមយើងគិតទៅមើលអំពីព្រះមហាក្សត្រព្រះមហាក្សត្រសពថ្ងៃព្រះអង្គមានបរិយាកិច្ចបរិយាជួននាទីតែងតាំងរាជរដ្ឋាភិបាលតែងតាំងព្រះមន្ត្រីសង្ឃព្រះរាជាគណៈគឺថាត្រូវតែទទួលបានការឡាយពហុលេខាពីព្រះមហាក្សត្រទូយ៉ាងឯកឧត្តមបាខេត្តនៅទីនេះស្រេចគឺថាសូម្បីតែថ្នាក់ដឹកនាំក្រមជាតិមួយក៏ត្រូវទទួលការប្រោះបរិយាទានតែងតាំងពីព្រះមហាក្សត្រអញ្ចឹងនេះជាបរិយាកិច្ចជាសារៈសំខាន់ដែលព្រះមហាក្សត្រទ្រង់មានដើម្បីអ្វីដើម្បីធានាបាននៅឯករាជ្យភាពគ្នាមិនមែនត្រឹមតែជាតិទាំងមូលទេគឺតែឯករាជ្យតាំងតែពីគ្រប់ឋានានុក្រមតទៅដើម្បីធានាបាននៅឯករាជ្យនឹងហើយដើម្បីធានាបាននៅសុខសន្តិភាពរបស់ជាតិទាំងមូលព្រះមហាក្សត្រព្រះអង្គមានបរិយាទូរនទីតែងតាំងអញ្ចឹងក៏ពិតមែនប៉ុន្តែពេលដែលព្រះមហាក្សត្រឡើងទ្រង់បរមរាជសម្បត្តិវិញនោះតើនរណាជាអ្នកតែងតាំងព្រះមហាក្សត្រវិញប្រទេសណាមិនដឹងតែប្រទេសកម្ពុជាគឺថាត្រូវមានក្រុមប្រឹក្សារាជបល្ល័ង្កដែលមានប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈអីជាដែរនិងនាយករដ្ឋមន្ត្រីនេះជាសមាជិកក្រុមប្រឹក្សារាជបល្ល័ង្កដើម្បីជ្រើសតាំងនៅព្រះមហាក្សត្រហើយនឹងជាអំណាចទូនាទីរបស់ក្រុមប្រឹក្សារាជបល្ល័ង្កចុះអ្នកណាអ្នកជ្រើសតាំងប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីក្នុងនោះមានចំណែកប្រសង់ដែរព្រោះក្នុងច្បាប់ក្នុងប្រទេសយើងអនុញ្ញាតឲ្យប្រសង់ជួយឈ្មោះ
miền chất bỏ nào tại dân cứ thả vơi cho vơi mau chẳng bay nắng ọt miền là na tròn trên là na tê sai chia sẻ sai chia môi nông ca bầm ra ở riêng cai nâng chẳng mù dân hai tên bậc tê Campuchia dân miền ca co sang về sai Sasana này từ lum từ lê mình tên đôi tia hồi giang vọt nền chân lấy ban được chua rất chắc bạp tùm lọp ấy chỉ vọt ram hai phần té nơi mình tơ khnia riêng chmua nên cho là ca đầm mà bà khai còn nơi học bà sọc còn nơi non ca còn nơi nên mà xong nông vọt luôn miền tơ riêng chmua mùa vọt ram đấy đây sao nè co sang mau nè đôi đầm phong chơi Attica mau pi bay trường đoàn thế tiên phải tung khnia riêng chmua nè mình chỉ áp được co ấy thế thế còn là sao mình nè nó chẳng ban mua nên mình nè chẳng ban mua nô mà dạng thế lấy mua nông lời cả nè mình đi sau phía hai vắt nôm riêng đây đầu là bị đau mau đây bọc cao máu vợ ông sẽ tháp bên nước lúc chẳng đã vắt sọc sái miền Paul để vọt nó chập vào bọc cá tăng năm thì con nó cũng buồn tam phút mình men chỉ apico ấy thế còn là thà nè nó chẳng ban buồn che đâu nè chẳng ban buồn cho đâu ca chè cam tơ thấy chồng của nó chơi xu nó thà trong cái múa ban đấy bờ bọt miền chập hai chào để cá lục sàn vừa bài bọt tới còn là có đôi chúa cam bị dẹo tí cái nào đây bờ xuông tới kênh từ đây tầm rạch máu hạn là nhà thay pro tập vật dưới cả tài thế mình té con ta ta đồ mua trong phi đi tam phật và miền ấy và xa ấy trên na thế con là sao chìm chứ là sầm rô biết sao trong ở của đã tới phi nâng mùi ná của bạn đấy sầm ra vô ở nghề sưu đây cái kia cái đó thôi đào đầm mặt đào năng bàn đằng riêng thành chân thế rồi nước khơi thả vọt đi nước nóng tật đầy khát cạp sạch đấy cái chỉ vọt mấy cái một cái làm việc quan đọc cùng bốn mình chỉ du tê vùng cái tiêu ca sang sang này bột bò sát cổ nơi miền của rất anh chân thế bán này khơi mua muối lực chun đầm mà ba khai bình đất đây mình trong cái đá nè sầm ra tới trong cái đá còn là tập bậc kiên mua mua để cho thầy sau của man của sang khi ông của kia vẽ con nhà thô nắng lấy lo phía sang liền đây ở đã thà vót bò bị sắt đây ở đây nâng anh nắp đi bầm phơi nâng tới dân có đăng hài thầyจะลอบជាមួយនឹងម្ចាស់ទឹកម្ចាស់ដីប្រធានគណៈអំជាការឯកភាពខេត្តទាំងមូលឯងកុំឲ្យបាត់បង់ស្នាដៃអីនឹងយើងគិតថាបកប្រែតាមបល័យជាលោកប្រយោគវិញបវរប្រែថារុងរឿងពិសិដ្ឋប្រែថាឥតខ្ចោះនឹងហើយដល់តែយើងចងមករុងរឿងឥតខ្ចោះវត្តនឹងបើមានន័យអញ្ចឹងបើមិនមែនថាបកមិនចេញអីទេណាបើមិនមែនថាឈ្មោះហ្នឹងឈ្មោះបកមិនចេញឈ្មោះងាប់អីទេគឺថាអត់ទេដែលចងជាបទហ្នឹងថារុងរឿងឥតខ្ចោះហ្នឹងឯងហើយបើមានបើឈ្មោះល្អប៉ុណ្ណឹងហើយនៅប្រកែកគ្នាទៀតខ្ញុំកណាក៏មិនដឹងថាប្រគេនឈ្មោះអីទៅទេទេណាហ្នឹងហើយគាត់ថាមកខាងទៅស្រឡាញ់មនីសោភាភ្នំរៀបទៅហើយមកខាងស្រឡាញ់សុកសែនមានផលទៅហើយដល់ទៅពេលឈ្មោះទាំងពីរវាល្អក៏ពិតមែនហើយប៉ុន្តែមកពីឈ្មោះទាំងពីរហ្នឹងដែលនាំឲ្យមានមកខាងអញ្ចឹងលុបពីរហ្នឹងចេញទៅដាក់ឈ្មោះមួយដែលឯករាជ្យទៅអញ្ចឹងបានខ្ញុំកណាគ្រាន់តែលើកប្រកេនទេណាហើយសល់ប្រមាណ
សម្រាប់យ៉ាងណាក៏ទៅសួរដំឲ្យក្រែងលោកគាត់យ៉ាងមិនតែជាពុទ្ធបរិស័ទមិនដែរឈ្មោះហ្នឹងនឹងអញ្ចឹងបានគេហើយព្រោះឯដំធ្វើគណៈអភិបាលខេត្តនៅនេះយ៉ាងយូរ40ឆ្នាំគេភ្លេចគេនឹកមិនឃើញដល់ទេប៉ុន្តែបើសិនជាជាប់ឈ្មោះនឹងវត្តបើវត្តនឹងនៅដល់500ឆ្នាំគឺថាគេស្គាល់ដល់500ឆ្នាំយើងគិតមើលដូចតែវត្តដែលភ្ជាប់ដោយងារដោយនាមដូចតែវត្តពហិលួងវត្តក្នុងស្រុកខ្មែរនេះឲ្យតែវត្តណាមានឈ្មោះថាវត្តពហិលួងវត្តនឹងគឺកសាងដោយប្រកូនណាអង្គច័ន្ទរាជាទាំងអស់ចូលចំណាំទេមិនបាច់ឆ្ងល់ថាវត្តនឹងកើតពីឆ្នាំណាទេឲ្យតែវត្តណាមានឈ្មោះថាពហិលួងគឺកន្លែងហ្នឹងគឺថាកន្លែងប្រកូនណាអង្គច័ន្ទលោកធ្លាប់ប្រស្រ័យនៅស្រួលចំណាំអញ្ចឹងទៅបងស្រួលចំណាំអញ្ចឹងមុនមកមានដែរវត្តដែលមានភ្ជាប់ឈ្មោះសែនភ្ជាប់ឈ្មោះដេចជោអីក៏មានច្រើនប៉ុន្តែឥឡូវផុតទៅហើយមិនទាន់តែផុតយ៉ាងម៉េចទេប៉ុន្តែចូលដល់កន្លែងនេះគួរតែមានឈ្មោះថ្មីមួយដែលយើងគិតថាសមរម្យត្រូវនឹងសម័យកាលបានខ្ញុំកណ្ដាលខ្ញុំប្រគិនឲ្យបកប្រែចេញនៅប៉ុន្មានទៀតសល់លើគណៈកម្មការសង្ឃគណៈជាការឯកភាពទេលោកដោះស្រាយយ៉ាងម៉េចអានឹងទៅតាមតែអធិស្ឋានទៅចោះប៉ុន្តែចង់បង្ហាញអត្តន័យឈ្មោះនឹងអញ្ចឹងយើងត្រឡប់មកចូលសាច់ក្តីរបស់យើងវិញក្នុងការកសាងជារឿងលំបាកមួយដែលពុទ្ធបរិស័ទក៏ដូចជាអ្នកធ្វើនឹកឃើញថាលំបាកប៉ុន្តែគុណគុំម្ចាស់ញាតិញោមគ្រប់ព្រះអង្គត្រូវចាំទុកថាកាលដែលកសាងអ្វីត្បិតថាលំបាកក៏ពិតមែនប៉ុន្តែអ្វីដែលពិបាកជាងការកសាងទៀតនោះគឺថាការដែលថែរក្សាឲ្យបានគង់វង្សទៅវិញទេព្រោះថាការកសាងបើចេះតែកសាងរបស់ថ្មីឲ្យតែកើតហើយរបស់ចាស់ចេះតែខូចទៅចេះតែបាត់បង់ទៅអានោះភាពលេចធ្លោមិនមានទេព្រោះរបស់ចាស់ហាក់បីដូចជាសំណៅមួយដែលបញ្ជាក់អំពីអតីតដ៏យូរវែងមករបស់ថ្មីឧបមាបីដូចជាគ្រឿងអលង្ការទៅឧបត្ថម្ភទៅទំនប់បំរុងនៅរបស់ចាស់នោះឲ្យកាន់តែមានភាពតាក់ទាញវត្តអារាមក៏ដូចគ្នាដែរបើកាលណាបុគ្គលម្ចាស់កសាងនៅវត្ថុថ្មីសមិទ្ធផលថ្មីជាបន្តបន្ទាប់ហើយសមិទ្ធផលចាស់យើងមិនយកចិត្តទុកដាក់ថែរក្សាគម្ពីរឲ្យល្អប្រសើរនោះទេគឺថានឹងត្រូវឲ្យគេសើចចំអកជាពិសេសមើលទៅគឺថាឥតបានប្រយោជន៍ព្រោះរាល់តំណង់ទាំងអស់កាលណាកសាងបានហើយមិនមែនជាសម្បត្តិរបស់ឯកជនអ្នកណាមួយទេជាសម្បត្តិរបស់សាធារណប្រយោជន៍ទន្ទឹមនឹងជារបស់សាធារណប្រយោជន៍នេះគឺថាចាំបាច់ឲ្យយើងត្រូវចូលរួមជាចំណែកមួយក្នុងការថែរក្សាឲ្យបានដើម្បីលើកកម្ពស់អ្វីលើកកម្ពស់ការអភិវឌ្ឍន៍បងដែរព្រោះការអភិវឌ្ឍមិនមែនធ្វើតែរបស់ថ្មីឈ្មោះតែការអភិវឌ្ឍទេគឺថាការថែរក្សានៅរបស់ដែលមានស្រាប់និងបង្កើតនៅរបស់ដែលមិនទាន់មានទៅពេញលក្ខណៈជាការអភិវឌ្ឍពិតប្រាកដអញ្ចឹងក្នុងវត្តនេះដែលកំពុងតែកសាងព្រះវិហារនេះគឺថាមើលទៅឃើញផ្លូវមកហ្នឹងមិនទៅជាមានបរិស័ទអីរស់នៅជុំវិញទេអញ្ចឹងហើយការកសាងហ្នឹងមើលទៅគឺថាអាចជាលំបាកបន្តិចក្នុងការធ្វើប៉ុន្តែទោះតែការកសាងនេះយើងចេះតែឆ្ងល់តែនាំនេះធ្វើវត្តធ្វើដើម្បីអីបានប្រយោជន៍អី
យើងគិតអញ្ចឹងក៏តែបានប៉ុន្តែយើងគិតឲ្យឃើញជ្រុងមួយថាក្នុងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរតាំងពីបុរាណមកទល់ឥឡូវនេះកាលណាភូមិណាឃុំណាទីណាដែលរស់នៅបង្កើតជាភូមិជាឃុំជាស្រុកប៉ុន្តែគ្មានវត្តអារាមនៅក្បែរនោះណាគឺថាភូមិនោះឃុំនោះហាក់បីដូចជាសង្ហេះសង្ហោចនៅតែឯងឆ្ងាយពីសហគមន៍មួយដែលមិនគ្រប់លក្ខណៈអញ្ចឹងប៉ុន្តែភូមិនោះបើសិនជាតូចក្តីធំក្តីប៉ុន្តែស្ថិតនៅមានវត្តអារាមនៅក្បែរនោះទីនោះគឺថាជាទីលំអមួយដល់ប្រជាពុទ្ធបរិស័ទក៏ដូចជាប្រជាពលរដ្ឋព្រោះយើងដឹងច្បាស់ហើយថាខ្មែរយើងឥឡូវមិនដឹងទេប៉ុន្តែបើពីមុនមកឲ្យតែមានភ័យអាសន្នគឺមិនដែលចោលវត្តអារាមទេរមែងរត់ទៅរកវត្តអារាមជាទីពឹងបើទោះមិនមានអីក៏នាំគ្នាទៅឲ្យធុកសូមសេចក្តីសុខពីទេវតាដែលថែរក្សាព្រះអង្គជីរក្សាវត្តអារាមនឹងអញ្ចឹងទៅអ្វីបើថាជាជំនឿក៏ពិតមែនប៉ុន្តែជំនឿនេះមិនក្តៅក្រហាយដល់អ្នកដទៃទេថែមទាំងជួយឧបត្ថម្ភផ្លូវចិត្តរបស់គាត់ឲ្យរឹងមាំជាងមុនហើយមានការតស៊ូជាមួយនឹងឧបសគ្គជាបញ្ហាជីវិតដែលគាត់កំពុងជួបឡើងទៀតអញ្ចឹងភូមិណាដែលដាច់ស្រយាលឲ្យតែមានវត្តអារាមនៅក្បែរនោះទៅថាវត្តនោះចម្រើនធំក្តីតូចក្តីយ៉ាងម៉េចក៏ជាជលករមួយជាសរសៃឈាមមួយក្នុងការធ្វើឲ្យកន្លែងហ្នឹងមើលទៅហាក់បីដូចជាមានអំណោយផលក្នុងការរស់នៅអញ្ចឹងនេះក៏លេខមួយជ្រុងទៀតការអភិវឌ្ឍវត្តអារាមនេះគឺថាមិនបានទៅចំណាយថវិកាបងពុនឬក៏ចេញពីស្ថាប័នផ្សេងៗដើម្បីកសាងគឺអត់ទេប៉ុន្តែកើតឡើងពីការចែករំលែករបស់ប្រជាពុទ្ធបរិស័ទកន្លែងណាដែលវត្តបានលូតលាស់ល្អកន្លែងនោះសបញ្ជាក់អំពីការសាមគ្គីគ្នារបស់ប្រជាពុទ្ធបរិស័ទក្នុងមូលដ្ឋានហើយកន្លែងណាដែលវត្តខ្សត់ក្រគឺតែកន្លែងនោះបញ្ជាក់អំពីជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឬក៏បញ្ជាក់អំពីកម្លាំងសាមគ្គីរបស់ជារដ្ឋក្នុងមូលដ្ឋានអញ្ចឹងការកសាងវត្តអារាមនេះមិនមែនការកសាងទៅខាតប្រយោជន៍អីទេព្រោះតែចំណែកដែលគេយកមកធ្វើវត្តនេះមិនមែនចំណែកដែលគេគ្មានទេប៉ុន្តែជាចំណែកដែលគេសល់ធម្មតាសប្តាហ៍ថ្ងៃគេមកចូលបុណ្យមិនដែលគេមាន1លានគេទៅខ្ចីគេ1លានទៀតយកមកប្រគ្រប់2លានដើម្បីចូលបុណ្យអត់មានទេគឺមានតែគេមាន1លានហើយគេចែករំលែក50000ឬក៏100000ក្នុងការធ្វើវត្តអញ្ចឹងចំណែកដែលកសាងវត្តនេះជាចំណែកលើសទេចំណែកដែលគេមានគ្រប់គ្រាន់ហើយបានន័យថាអាហារមានហូបគ្រប់គ្រាន់ហើយផ្ទះមាននៅហើយរបរមានទទួលទានហើយប៉ុន្តែមានបន្តិចបន្តួចដែលលើសនេះគាត់យកចំណែកដែលលើសនេះយកមកកសាងវត្តហើយការកសាងវត្តនោះជាអីជានិមិត្តរូបមួយក្នុងការអភិវឌ្ឍប្រទេសជាតិដែរប៉ុន្តែតាមរយៈវិស័យសាសនាហើយពុទ្ធសាសនានេះមិនមែនគ្រាន់តែជាវិស័យមួយក្នុងការគោរពបូជាអីនោះទេប៉ុន្តែបើសិនជាយើងធ្វើឲ្យត្រឹមត្រូវតាមក្បួនខ្នាតរបស់ក្បាច់ក្បូរប្រទេសរបស់ការគិតទុកក្នុងផ្នត់គំនិតយូរអង្វែងនិងទស្សនវិស័យយូរអង្វែងវត្តអារាមនេះអាចខ្លាចទៅជាមជ្ឈមណ្ឌលទេសចរមួយបែបពុទ្ធសាសនាដែរក្នុងតំបន់ខ្នាតតូចខ្នាតធំអាស្រ័យលើការរៀបចំរបស់អ្នកគ្រប់គ្រងព្រោះយើងក៏លេចមើលប្រទេសជុំវិញឧទាហរណ៍ថាយើងទៅថៃយ៉ាងទៅចាយើងទៅថៃយើងទេសចរ45% គឺផ្អែកទៅលើវត្តអារាមទាំងអស់របស់ប្រទេសថៃដោយសារតែទស្សនវិស័យក្នុងការរៀបចំវត្តអារាមរបស់គេមិនមែនគ្រាន់តែធ្វើឲ្យចេញជាវត្តប៉ុន្តែត្រូវធ្វើឲ្យទៅជាកន្លែងដែលតាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឲ្យមកមើលហើយចំណេញទាំងសាសនា
ចំណេញទាំងសេដ្ឋកិច្ចមូលដ្ឋានចំណេញទាំងកន្លែងផ្សព្វផ្សាយអំពីអរិយធម៌វប្បធម៌របស់គេទៀតប៉ុន្តែអកុសលប្រទេសកម្ពុជាយើងដោយសារតែសង្គ្រាមយើងងើបឡើងមកវិញមកកលេសទៅលុយយើងអត់មានកលេសទៅអ្នកចេះធ្វើវត្តស្លាប់អស់នៅសល់បន្តិចអញ្ចឹងយើងចង់បង្កើតវត្តយើងចេះតែធ្វើឲ្យបានសិនមកប៉ុន្តែមកដល់ឆ្នាំនេះយើងមានបញ្ហាយើងមិនក្រអីពេកទេអ្នកចេះស្ថាបត្យករអ្នកជំនាញសិក្សាប្លង់ស្អីគ្រប់បែបយ៉ាងគឺថាមានអស់ហើយកលៃទៅធនធានទៅវិញយើងក៏មិនមែនជាខ្សត់ក្រអីប្រហែលដែរយើងមានអញ្ចឹងគឺថាសេចក្តីមាននេះយើងអាចលៃយ៉ាងម៉េចកសាងវាឲ្យទៅជាប្រយោជន៍ឲ្យបានប្រយោជន៍ទី1ដូចទឹកដីខេត្តកែបអញ្ចឹងបើសិនជាមានតែសមុទ្រមួយយ៉ាងក៏មិនទាន់លេចធ្លោមានតែហេដ្ឋារចនាសម្ព័ន្ធអីតែមួយយ៉ាងក៏មិនលេចធ្លោព្រោះតតែមានទាំងព្រមមានវត្តអារាមស្នាមមួយដែលជាទីតាក់ទាញឲ្យគេចង់មកមើលឲ្យគេមកចង់គ្រាន់តែធ្វើឲ្យគេចង់ថតរូបក៏គេមកដែរអញ្ចឹងហើយកាលណាកន្លែងណាដែលមានមនុស្សចេញចូលញ៉ាត់កន្លែងដែរពេលចំណេញគ្រប់សពបែបយ៉ាងចំណេញតាំងពីវិជាពលរដ្ឋមូលដ្ឋានចំណេញតាំងវិស័យជាតិក៏ដូចជាវិស័យមូលដ្ឋានហ្នឹងគឺថាចាំបាច់គឺតែយើងត្រូវមានអញ្ចឹងឧទាហរណ៍យ៉ាងដូចវត្តសពថ្ងៃអញ្ចឹងគឺថាមនុស្សម្នាចេញចូលទៅអ្នកលក់សាំងមកជួផ្លូវជាតិលេខ5ហ្នឹងគឺថាការ៉ាសាំងប្រមាណដើរទាំងអស់ថ្ងៃណាមួយអស់លោកជិះកាត់តាមផ្លូវហ្នឹងទៅឃើញហើយក្នុងខេត្តកំពង់ឆ្នាំងនឹងទៀតសោតផ្ទះសំណាក់សថាគារប្រមាណដើរទាំងអស់ហើយអ្នកលក់ម្ហូបអាហារអីហ្នឹងក៏ដើរទាំងអស់ហើយវិស័យវត្តអារាមមិនមែនតែវត្តសុទ្ធមួយទេវត្តដែលជុំវិញនឹងទៀតវត្តណាដែលកវត្តឲ្យវត្តសុទ្ធហ្នឹងលឿនទាំងអស់ព្រោះកាលណាដែលគេឆ្លងកាត់ច្រើនគេឃើញច្រើនកាលណាដែលគេឃើញច្រើនលោកណាដែលមានសទ្ធាទៅអូវត្តសុទ្ធមានហើយប៉ុន្តែវត្តក្បែរនេះមិនមានមិនអីចឹងទៅក៏នាំគ្នាជួយជ្រោមជ្រែងដែរអញ្ចឹងមិនថាកន្លែងណាមួយឲ្យតែបង្កើតឲ្យបានទៅជាសារៈប្រយោជន៍កន្លែងនោះរមែងញ៉ាំងប្រយោជន៍សាធារណៈឲ្យចម្រើនឡើងអញ្ចឹងទើបយើងក៏បីជួយខ្នះខ្នែងហើយខាងខេត្តកែបនេះក៏ឃើញថាអាជ្ញាធរបានសហការគ្នាក្រោមការដឹកនាំរបស់គណៈអភិការឯកភាពឯកឧត្តមបណ្ឌិតគណៈអបាខេត្តឃើញថាជាពុទ្ធបរិស័ទមានជីវភាពល្អប្រសើរច្រើនបងម្លាំងក៏យកចិត្តទុកដាក់ក្នុងការជួយសម្រួលឲ្យដល់ប្រជាពុទ្ធបរិស័ទទាំងឡាយលោកទាំងឡាយជ្រាបថាអញ្ចេះពេលខ្លះផលវិបាករបស់ថ្នាក់ដឹកនាំរបស់មន្ត្រីយើងគាត់មានយើងក៏មានប៉ុន្តែយើងសំណាងដែរដែលយើងទទួលបានថ្នាក់ដឹកនាំល្អថ្នាក់ដឹកនាំមូលដ្ឋានល្អពេលណាដែលយើងត្រូវការអីយើងចង់បានអីគាត់ជួយយើងតាមលទ្ធភាពដូចថ្ងៃហ្នឹងអញ្ចឹងណាពុទ្ធបរិស័ទទាំងឡាយចេះតែចង់បានឲ្យខ្ញុំកណ្ដាលថ្មមកខេត្តកែបអីចឹងទៅប៉ុន្តែបើសិនជាក្នុងចំណែកមកថ្ងៃនេះមិនមានការចូលរួមពីអាជ្ញាធរមូលដ្ឋានរាប់ចាំពីមេភូមិឡើងទៅទេងាយណាតែបានមកហើយហត្ថលេខាដែលគាត់ចុះទៅនេះណាគឺជាមនសិការមួយបំរើឲ្យពុទ្ធបរិស័ទជាពលរដ្ឋមូលដ្ឋានហើយបើគាត់អត់មានទេគាត់មិនចុះទេព្រោះគាត់គិតថាតាមមកទៅមនុស្សច្រើនពិបាករៀបចំពិបាកមើលការខុសត្រូវសពគ្រប់បែបយ៉ាងទាំងអស់
ប៉ុន្តែហេតុអីការលំបាកបែបហ្នឹងគាត់នៅតែហ៊ានព្រមទទួលព្រោះតែគាត់ចង់បម្រើយើងនឹងហើយព្រោះគាត់ចង់បំពេញបំណងប្រជាពលរដ្ឋរបស់គាត់នឹងហើយព្រោះប្រជាពលរដ្ឋធម្មតាកន្លែងណាក៏ដោយតែមនុស្សច្រើនគឺអត់ដែរស្រួលទេបើអ្នកណាថាកន្លែងមនុស្សច្រើនស្រួលមិនដឹងថាអ្នកនងមិនទេស្មាមិនដឹងទេប៉ុន្តែឲ្យតែមនុស្សច្រើនមិនចេះស្រួលវាមិនហើយត្រូវទទួលខុសត្រូវទាំងអស់ពាក្យថាអ្នកទទួលខុសត្រូវនេះមិនមែនទទួលតែត្រូវទេអាខុសហ្នឹងក៏ទទួលដែរមនុស្សច្រើនអញ្ចឹងមានបញ្ហាអីក៏ត្រូវតែគណៈវិជាការគាត់ចេញមុខទទួលដែរប៉ុន្តែរឿងទាំងអស់សឹកតែជារឿងប្រឈមប៉ុន្តែនៅតែព្រមទទួលព្រោះហេតុអីព្រោះហេតុតែចង់បំរើឆ្លើយតបក្នុងការបម្រើនៅការចង់បានរបស់ពុទ្ធបរិស័ទរបស់ជាពលរដ្ឋតាមលទ្ធភាពដែលអាចជួយទៅបានជួយទៅបានអញ្ចឹងដូចតែខ្ញុំកណ្ដាលស្មើម៉ោងអីហ្នឹងអញ្ចឹងណាតាមផ្លូវទៅឬគេបើកកញ្ចក់ឡានទៅឬគេស្រែកថាអរគុណហើយបានមកប៉ុន្តែមិនបាច់អរគុណខ្ញុំកណ្ដាលស្មើទេអរគុណមេភូមិមេឃុំមេស្រុកមេខេត្តគណៈកម្មការអាចារ្យវត្តទៅបើគុំតែមានអ្នកទាំងអស់ហ្នឹងខ្ញុំកណ្ដាលស្មើនឹងមកមិនបានទេមកបានតែមកស្ងាត់ស្ងាត់អញ្ចឹងទៅជិះឡានកាត់អីចឹងទៅប៉ុន្តែតែមកកម្មវិធីអញ្ចឹងបើមិនមានការចូលរួមជាពិសេសគណៈវិជាការឯកភាពទេឯកភាពខែទេគឺថាអត់តែមកទៅអត់កើតទៅមិនក៏ព្រះអង្គទៅមិនកើតថាមនុស្សច្រើននេះម៉ោង7ព្រឹកមកដល់ទេណាបើចាំម៉ោង10ព្រឹកចាំមកដល់វិញមិនដឹងនោះប៉ុណ្ណាទេហ្នឹងហើយអញ្ចឹងគេថាសឹកតែជាអ្វីដែលយើងទាំងអស់គ្នាគួរដឹងគុណហើយដឹងគុណវត្តបច្ចាតកាវត្តនេះទៅលោកបានជួយឲ្យបានជួបនឹងហើយការដឹងគុណនេះមិនមែនដឹងតែថ្ងៃហ្នឹងទេណាតែថ្ងៃហ្នឹងទៅលោកបច្ចាអធិការលោកខំខ្នះខ្នែងកាន់กระดาษមកសន្លឹកទៅចុះហត្ថលេខាតាំងពីភូមិពីឃុំពីខេត្តតម្រាំតែដល់ខ្ញុំកណាហើយតម្រាំតែបានចំណាឯកភាពមកវិញទៀតគឺថាលោកពិបាកណាស់ហើយយើងនាំគ្នាបានប្រយោជន៍ទៅថ្ងៃហ្នឹងមកខឹកខែទៅប៉ុន្តែថ្ងៃក្រោយស្ងាត់ឈឹងហ្នឹងមិនកើតទេអញ្ចឹងសារមកអើតលោកផងហ្នឹងហើយសារមកអើតលោកផងឥឡូវនេះវត្តនេះប្រហែលយើងនឹងបានឈ្មោះថ្មីទៀតគាត់តែប្រហែលទេណាហ្នឹងហើយប៉ុន្តែស្មារតីសង្ឃឹមក្នុងចិត្តប្រហែលតែ 65% ដែរប្រហែលតែឈ្មោះហ្នឹងបែបទៅមុខដែរមិនទៅក្រោយទេហ្នឹងហើយអញ្ចឹងគេថាពុទ្ធបរិស័ទមានមនុស្សសង្កេតនាទៅថាវត្តនេះជាវត្តដំបូងដែរក្នុងខេត្តកែវដែលខ្ញុំកណ្ដាលស្មារតីបានមកដល់ក្នុងកម្មវិធីផ្លូវការហ្នឹងអញ្ចឹងអស់លោកជួយមើលលោកទៅលោកក៏សាងវិហារនេះទៅឲ្យបានច្រើនហើយនៅខ្វះដំបូលទេដំបូលនេះនៅខ្វះតែ 37,000 ទៀតហើយវិហារហ្នឹងហើយទៅប្រហាក់ហើយបានបញ្ចុះសីមាហើយធ្វើប៉ុនធំក៏ក្រឹកក៏ត្រេងទៀតហ្នឹងហើយពួកវិហារនេះល្មមដែរហ្នឹងហើយល្មមដែរក្នុងការមិនតូចពេកមិនធំពេកហើយស័កសមកន្លែងទីដីភ្នំនេះមើលទៅបាទចំណងយ៉ាងគេថាលេយ៉ាងម៉េចយើងជួយគ្នាចឹងបានណាបន្ការថ្ងៃនេះគឺថានាំគ្នាខ្វះផ្នែកទៅចូលជាចំណែកទៅព្រោះថាកសាងវិហារនេះមិនមែនជាការកសាងតែផ្ទះឲ្យលោកនៅទេប៉ុន្តែជាចំណែកមួយនៅក្នុងមូលដ្ឋានរបស់យើងពេលណាដែលយើងរៀបនឹងធ្វើមរណកាលទៅនោះយើងក៏លេខទៅឃើញត្របូលផ្ទះយើងអាចរលឹកថា
ខ្ញុំធ្លាប់ធ្វើតបូលវិហារ វាដំបងហ្នឹង5,000អីដល់ ចំណាយប៉ុណ្ណេះជាចំណែកមួយដែលញ៉ាំងយើងមិនឲ្យទៅសុខតិបានត្រឹមតែប៉ុណ្្នឹងទេ បាទអី ហើយនិយាយបែបនេះទៅថាប្រហែលជាថាព្រះអង្គច័ន្ទមនីលោករៃអង្គាសប៉ុន្តែខ្ញុំកណ្ដាលអត់រៃអង្គាសអីទេគ្រាន់តែដាស់តឿនព្រោះថាវត្តនេះវត្តនៅមូលដ្ឋានអស់លោកអ្នកទេបើមិនទេនៅក្នុងវត្តតែផុតក៏ខ្ញុំកណ្ដាលមិនមាត់កោអីទេរឿងអស់នឹងអន្តរនេះអាណិតព្រះអង្គហើយអញ្ចឹងគេទៅគេថាយើងទាំងអស់គ្នាហ្នឹងនាំគ្នាជួយគ្នាទៅម្នាក់បន្តិចទៅហើយប្រហែលជាឯកឧត្តមបាខែជួយហើយ ប្រកែកប្រឡង បើសិនជាឯកឧត្តម អីទៅឋាន គាត់ចងដៃណែតំបូលក្នុងវត្តនឹង5,000ឥឡូវស្មើចូលជាមួយឯកឧត្តមបាខែ5,000ទៀតឲ្យបាន10000ទៅក្នុងថ្ងៃហ្នឹងនោះ អូសាធុសាធុសា ហើយហ្នឹងហើយ អីខ្ញុំកណានឹងដង្ហែកឋិនចូលឆ្នាំ ឆ្នាំហ្នឹងជា ឆ្នាំហ្នឹងទៀតគឺគ្រប់ហើយ គ្រប់ហើយ ធ្វើកឋិនចូលឆ្នាំហ្នឹងបាទ ហ្នឹង បាទ ហ្នឹងហ្នឹងណាអញ្ចឹងហើយហ្នឹងហើយអញ្ចឹងឲ្យដំដិតលំទាវក៏សមាលីដាហ្នឹងបានចូលបច្ច័យកសាងវិហារទៅគាត់នៅបវរពិសិដ្ឋហ្នឹងហ្នឹងហើយចំនួន5,000នៅថ្មនឹកឃើញថាចំដៃឈ្មោះវត្តថ្មី គាត់ ហ្នឹងហើយចំដៃឈ្មោះវត្តថ្មីហ្នឹងហើយព្រោះមកដំបងខេត្តកែបហ្នឹងទៅក៏សូមចងដៃនឹង5,000បន្ថែមជាមួយអាដាមហ្នឹងទៅបាន10000ទៅស្វែងឲ្យឡើងដៃអាណែងអីរួចរាល់ហើយប៉ុណ្ណឹងនោះដល់ថ្ងៃនៅតែក្បោក្បាច់អីចឹងទៀតទៅហើយអញ្ចឹងខ្ញុំកណាប្រគេនប៉ុណ្ណឹងទៅចោលហើយចូលរួមជាចំណែកខ្លីក្នុងវត្តហ្នឹងប៉ុណ្ណឹងដើម្បីកុំឲ្យវែងឆ្ងាយព្រោះទៅពីនេះចេញទៅស្រុកអង្គរជ័យហើយដល់ថ្ងៃចេញពីវត្តអង្គរជ័យទៅកម្មវិធីខេត្តកំពង់ឆ្នាំងវត្តស្លុកតបែងចប់វត្តស្លុកតបែងទៅខេត្តកញ្ចេះហ្នឹងហើយចេញពីកញ្ចេះទៅស្វាយរៀងពីកម្មវិធីចេញពីស្វាយរៀងពីកម្មវិធីហើយត្រូវចូលពោធិ៍សែនជ័យនិងកណ្ដាលពេញតែហ្មងហើយទឹកតែកម្មវិធីដែលមនុស្សច្រើនអញ្ចឹងប្រគេនប៉ុណ្ណឹងសប្បាយចិត្តហើយទេណា បាទចិត្ត មនុស្សតិចប៉ុន្តែវិហារហ្នឹងចិត្តហើយទៅពូលកណ្ដាបានអាដាមលោកជួយហើយប្រគេនព្រះអង្គស្ថាបនិកប៉ុណ្ណឹងមិនបានគួរឲ្យតាមបាខេតប៉ុណ្ណឹងជាចង់បញ្ចប់សូមលើកយកមហាកសលទាំងអស់ប្រគេនជូនមកដល់គុណម្ចាស់ញាតិញោមពុទ្ធបរិស័ទជ្រៅជាឯតាមកណ្ដាបាខេតក្នុងបានសម្ប្រកបជួបប្រទេសតែនឹងពុទ្ធពរទាំងឡាយ4ប្រការយុវណ្ណៈសក្ខពលៈសម្បត្តិទាំងឡាយ3ប្រការមនុស្សទេវតាព្រះនិព្វានលោកទាំងឡាយវឌ្ឍនាសម្បត្តិណាពរណានោះសូមឲ្យបានសម្រេចជាភ័យយកភាពតរៀងទៅយ៉ាងធម្មទេសនាងទេសសាមេព្រះធម្មវសេសទេសនាសម្ដែងដោយភាពមកណ្ដាថ្មភាពប្រសិនមត្តចាប់តែប៉ុណ្ណេះឯងអេវ៉ាំង ណាទៅតែទៀតរបស់យើងនេះធ្លាប់ដកហើយដែលគេសំណមត់ជាបាវចនា3ជាតិសាសនាព្រះមហាក្សត្រនេះគឺអ្នកប្រាជ្ញបណ្ឌិតលោកគិតណាស់ថាតើចង្ក្រានដែលមានមុខ3នេះកាលណាដកមួយចេញទៅធ្វើឲ្យការប្រព្រឹត្តទៅនៃឆ្នាំដែលកំពុងតែដាំស្លនេះបានទទួលសារៈឬក៏បាត់បង់នៅសារៈយើងក៏លេខតែអតីតកាលរបស់យើងធ្លាប់មានជាតិសាសនានឹងព្រះមហាក្សត្រប៉ុន្តែដល់សម័យកាលមួយនោះក៏បានលុបបំបាត់មហាក្សត្រពេលដែលយើងលុបបំបាត់មហាក្សត្រចេញពីប្រទេសយើងទៅឃើញថា ចង្ក្រាននៅសល់តែជាងស្កល់ស៊ីទេចាប់ផ្ដើមក៏លេងនឹងធឹងបណ្ដារហូតដល់គេគិតថាទេបើសិនតែដកមួយវាពិបាកដកពីរដកសាសនាមួយទៀតចេញពេលតែដកសាសនាចេញមួយទៀតចង្ក្រាននៅសល់ជាងស្កល់តែមួយតែទេសជាតិយើងវឹកវរដល់ថ្នាក់ណាទៅយើងគិតមើលក្រោយមកទៅអ្នកប្រាជ្ញដែលនៅសេសសល់ លោកគិតឃើញច្បាស់លាស់ណាស់ថាប្រទេសណាមិនដឹងទេប៉ុន្តែបើប្រទេស
កម្ពុជានេះមួយជាពុទ្ធបរិស័ទរស់នៅក្នុងចង្កោមនេះតាំងពីបរមបុរាណការកកើតទឹកដីមកទើបបានចុចចំណុចផ្ដើមគឺថាចងជារដ្ឋធម្មនុញ្ញឲ្យដាច់ញត្តិជាច្បាប់កម្ពុជារបស់ប្រទេសត្រូវមានជាតិសាសនានិងព្រះមហាក្សត្រនឹងឯងហើយទាំង3នេះគឺជាសារៈប្រយោជន៍រួមយើងគិតទៅមើលអំពីព្រះមហាក្សត្រព្រះមហាក្សត្រសពថ្ងៃព្រះអង្គមានបរិយាកិច្ចបរិយាជួននាទីតែងតាំងរាជរដ្ឋាភិបាលតែងតាំងព្រះមន្ត្រីសង្ឃព្រះរាជាគណៈគឺថាត្រូវតែទទួលបានការឡាយប្រហោះលេខាពីព្រះមហាក្សត្រទូយ៉ាងឯកឧត្តមបាខេត្តនៅទីនេះស្រេចគឺថាសូម្បីតែថ្នាក់ដឹកនាំក្រមជាតិមួយក៏ត្រូវទទួលការប្រោះបរិយាទានតែងតាំងពីព្រះមហាក្សត្រអញ្ចឹងនេះជាបរិយាកិច្ចជាសារៈសំខាន់ដែលព្រះមហាក្សត្រទ្រង់មានដើម្បីអ្វីដើម្បីធានាបាននៅឯករាជ្យភាពគ្នាមិនមែនត្រឹមតែជាតិទាំងមូលទេគឺតែឯករាជ្យតាំងតែពីគ្រប់ឋានានុក្រមតទៅដើម្បីធានាបាននៅឯករាជ្យនឹងហើយដើម្បីធានាបាននៅសុខសន្តិភាពរបស់ជាតិទាំងមូលព្រះមហាក្សត្រព្រះអង្គមានបរិយាទិរទីតែងតាំងអញ្ចឹងក៏ពិតមែនប៉ុន្តែពេលដែលព្រះមហាក្សត្រឡើងគ្រងបរមរាជសម្បត្តិវិញនោះតើនរណាជាអ្នកតែងតាំងព្រះមហាក្សត្រវិញប្រទេសណាមិនដឹងតែប្រទេសកម្ពុជាគឺថាត្រូវមានក្រុមប្រឹក្សារាជបល្ល័ង្កដែលមានប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈអីទៀតដែរនិងនាយករដ្ឋមន្ត្រីនេះជាសមាជិកក្រុមប្រឹក្សារាជបល្ល័ង្កដើម្បីជ្រើសតាំងនៅព្រះមហាក្សត្រហើយនឹងជាអំណាចទូនាទីរបស់ក្រុមប្រឹក្សារាជបល្ល័ង្កចុះអ្នកណាអ្នកជ្រើសតាំងប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីក្នុងនោះមានចំណែកប្រសង់ដែរព្រោះក្នុងច្បាប់ក្នុងប្រទេសយើងអនុញ្ញាតឲ្យប្រសង់ជួយឈ្មោះណែមានសិទ្ធិបោះឆ្នោតដែរអញ្ចឹងគឺថាវិលចុះវិលមកទាំង3ហ្នឹងអត់មាននរណាគ្រាន់ជានរណាទេតែជាសរសៃឈាមមួយក្នុងការបម្រើឲ្យរាងកាយហ្នឹងទាំងមូលអញ្ចឹងហើយទៅប្រទេសកម្ពុជាយើងមានការកសាងវិស័យសាសនានេះទលំទលាយមែនទែនដោយឧទាហរណ៍យ៉ាងវត្តនេះអញ្ចឹងឥឡូវបានទទួលសិទ្ធិច្បាប់ទម្លាប់អីជាវត្តអារាមហើយប៉ុន្តែនៅមន្ទិលគ្នារៀងឈ្មោះនេះតនកាសហើយដំបាខេត្តក៏នៅអបាស្រុកក៏នៅក្នុងការក៏នៅនេះប្រសង់ក្នុងវត្តលោកមានមន្ទិលរៀងឈ្មោះវត្តអារាមនេះដោយសារតែកសាងមកអ្នកបដិផ្ដើមផងចៅអធិការមកពី3ជំនាន់តែប្រទាញបន្ទង់គ្នារឿងឈ្មោះណាមិនមែនជាអត្តកអីទេតែគ្រាន់តែថាម្នាក់នោះចង់បានឈ្មោះនេះម្នាក់ចង់បានឈ្មោះនោះយ៉ាងតែឥឡូវឈ្មោះក្នុងផ្លូវការនេះមនីសោភាហៅវត្តភ្នំរាបហើយដល់ទៅពីដើមមកដែលបកកើតមកព្រះអង្គស្ថាបនិកលោកចង់ដាក់វត្តសុខសែនមានផលដែលវត្តនេះចាប់ផ្ដើមបង្កើតតាំងឆ្នាំ2019តាមពិតមិនមែនជាអភិករអីទេគ្រាន់តែថាអ្នកនេះចង់បានឈ្មោះអញ្ចេះទៅអ្នកចង់បានឈ្មោះអញ្ចឹងទៅកើតជាការមន្ទិលហើយខ្ញុំកណាចេះសួរនាំថាចង់កែឈ្មោះបានដែរបើវត្តមានច្បាប់ហើយចៅអធិការលោកសានធ្វើបែបវត្តទៅគាត់ទៅបដូរឈ្មោះតាមរយៈទីស្នើទៅក្រសួងទៅចេញសេចក្តីសម្រេចមកអនុញ្ញាតឲ្យព្រោះថាវត្តយើងដដែលទេប៉ុន្តែគ្រាន់តែថាបដូរឈ្មោះហើយឈ្មោះទាំងពីរនេះតាមពិតវាអត់មានអី
ภาษาไอเจียนนาได้ก่อนนะสาชิมเจอเลยสำรองสำรวจเรียกจะจังเอาก่อนดะตื้อปีนึงมวยน้ำของบ้านได้สำรับโยเอาเงี้ยสรุปได้ไอเกี่ยงกันนะที่ว่าเราแต่มาเรานั่งบันดังเรื่องthành chân thếก็นึกเคยถ่าวอดได้นึกน้องติดได้ขัดแคบสลายก็จะวอดไม่ได้ประกาศนำพิพรเราผมพูดมันจะอยู่เต็มคงแต่ตัวการสร้างซ้ำในฟุตบอลซาดก็ในเมียนกับรัฐเองจังแต่บ้านเนี่ยเคยชมมวยเลือกจูนดำบาแคดเป็นนัดได้แมนtrongกระดานเนี่ยสำหรับเต้trongกระดานกรอนแต่ประเคนชั่วมวยเดียวให้สารประมาณก็สั่งตีองกับเพียบแบบปอนญาโทนั้นเลยโลเพียสางเรียนได้ด่าตะวอดบปิสัตได้เตยนั่งอันนับตีผมเปิลนั่งแต่ยังก็ดังหายhayจะลอบจะมวยหนึ่งจัดจักมาจัดได้ประเทศกันนะมันเชียร์กาไอกับเพียบค่ายต่างมูเลยกลมเอาปัดบังสนาใดไอนั่งยังกระถาบอกปลายตามปลายจะโลกประโยควิ่งบอกว่าปลายถารงเรื่องปิดสัตปลายแต่อัดเจ้านั่งไงดาวได้ยิงจองmáuโรงเรื่องอัดเจ้าวอดนึงบ่มีในยังบ่แม่นถ้าบ่มันใจไอ้เด้นะบ่แม่นถ้าឈ្មោះนึงឈ្មោះบ่มันใจឈ្មោះងប់អីទេគឺថាអត់ទេដែលចងជាបត់ហ្នឹងថារងរឿងឥតខ្ចោះហ្នឹងឯងហើយบ่មានបើឈ្មោះល្អប៉ុណ្ណឹងហើយនៅប្រកែកគ្នាទៀតខ្ញុំកណាក៏មិនដឹងថាប្រគេនឈ្មោះអីទៅទេណាហ្នឹងហើយគាត់ថាមកខាងទៅស្រឡាញ់មនីសោភាភ្នំរៀបទៅហើយមកខាងស្រឡាញ់សុខសែនមានផលទៅហើយដល់តែពេលឈ្មោះទាំងពីរវាល្អក៏ពិតមែនហើយប៉ុន្តែមកពីឈ្មោះទាំងពីរហ្នឹងដែលនាំឲ្យមានមកខាងអញ្ចឹងលុបពីរហ្នឹងចេញទៅដាក់ឈ្មោះមួយដែលឯករាជ្យទៅអញ្ចឹងបានខ្ញុំកណាគ្រាន់តែលើកប្រកេនទេណាហើយសល់ប្រមាណសម្រាប់យ៉ាងណាក៏ទៅសួរដំឲ្យក្រែងលោកគាត់យ៉ាងម៉េចតែជាពុទ្ធបរិស័ទមិនដែរឈ្មោះហ្នឹងនឹងអញ្ចឹងបានគេហើយព្រោះឯដំធ្វើគណៈអភិបាលខេត្តនៅនេះយ៉ាងយូរ40ឆ្នាំគេភ្លេចគេនឹកមិនឃើញដល់ទេប៉ុន្តែបើសិនជាជាប់ឈ្មោះនឹងវត្តបើវត្តនឹងនៅដល់500ឆ្នាំគឺថាគេស្គាល់ដល់500ឆ្នាំយើងគិតមើលដូចតែវត្តដែលភ្ជាប់ដោយងារដោយនាមដូចតែវត្តពហិលួងវត្តក្នុងស្រុកខ្មែរនេះឲ្យតែវត្តណាមានឈ្មោះថាវត្តពហិលួងវត្តនឹងគឺកសាងដោយព្រះកូណាអង្គច័ន្ទរាជាទាំងអស់ជួលចំណាំទេមិនបាច់ឆ្ងល់ថាវត្តនឹងកើតពីឆ្នាំណាទេឲ្យតែវត្តណាមានឈ្មោះថាពហិលួងគឺកន្លែងហ្នឹងគឺថាកន្លែងព្រះកូណាអង្គច័ន្ទលោកធ្លាប់ប្រស្រ័យនៅស្រួលចំណាំអញ្ចឹងទៅបងស្រួលចំណាំអញ្ចឹងមុនមកមានដែរវត្តដែលមានភ្ជាប់ឈ្មោះសែនភ្ជាប់ឈ្មោះដេជោអីក៏មានច្រើនប៉ុន្តែឥឡូវផុតទៅហើយមិនទាន់តែផុតយ៉ាងម៉េចទេប៉ុន្តែចូលដល់កន្លែងនេះគួរតែមានឈ្មោះថ្មីមួយដែលយើងគិតថាសមរម្យត្រូវនឹងសម័យកាលបានខ្ញុំកណ្ដាលខ្ញុំប្រគិនឲ្យបកប្រែចេញនៅប៉ុន្មានទៀតសល់លើគណៈកម្មការប្រសង់គណៈជាការឯកភាពទេលោកដោះស្រាយយ៉ាងម៉េចអានឹងទៅតាមតែអធិស្ឋានទៅចោះប៉ុន្តែចង់បង្ហាញអត្ថន័យឈ្មោះនឹងអញ្ចឹងយើងត្រឡប់មកចូលសាច់
ក្តីរបស់យើងវិញក្នុងការកសាងជារឿងលំបាកមួយដែលពុទ្ធបរិស័ទក៏ដូចជាអ្នកធ្វើនឹកឃើញថាលំបាកប៉ុន្តែគុណគុណម្ចាស់ញាតិញោមគ្រប់ព្រះអង្គត្រូវចាំទុកថាកាលដែលកសាងអ្វីត្បិតថាលំបាកក៏ពិតមែនប៉ុន្តែអ្វីដែលពិបាកជាងការកសាងទៀតនោះគឺថាការដែលថែរក្សាឲ្យបានគង់វង្សទៅវិញទេព្រោះថាការកសាងបើចេះតែកសាងរបស់ថ្មីឲ្យតែកើតហើយរបស់ចាស់ចេះតែខូចទៅចេះតែបាត់បង់ទៅអានោះភាពលេចធ្លោមិនមានទេព្រោះរបស់ចាស់ហាក់បីដូចជាសំណៅមួយដែលបញ្ជាក់អំពីអតីតដ៏យូរអង្វែងមករបស់ថ្មីឧបមាបីដូចជាគ្រឿងអលង្ការទៅឧបត្ថម្ភទៅទំនប់បំរុងនៅរបស់ចាស់នោះឲ្យកាន់តែមានភាពតាក់ទាញវត្តអារាមក៏ដូចគ្នាដែរបើកាលណាបុគ្គលម្ចាស់កសាងនៅវត្ថុថ្មីសមិទ្ធផលថ្មីជាបន្តបន្ទាប់ហើយសមិទ្ធផលចាស់យើងមិនយកចិត្តទុកដាក់ថែរក្សាកំពីឲ្យល្អផ្សើរនោះទេគឺថានឹងត្រូវឲ្យគេសើចចំអកជាពិសេសមើលទៅគឺថាឥតបានប្រយោជន៍ព្រោះរាល់តំណងទាំងអស់កាលណាកសាងបានហើយមិនមែនជាសម្បត្តិរបស់ឯកជនអ្នកណាមួយទេជាសម្បត្តិរបស់សាធារណប្រយោជន៍ទន្ទឹមនឹងជារបស់សាធារណប្រយោជន៍នេះគឺថាចាំបាច់ឲ្យយើងត្រូវចូលរួមជាចំណែកមួយក្នុងការថែរក្សាឲ្យបានដើម្បីលើកកម្ពស់អ្វីលើកកម្ពស់ការអភិវឌ្ឍព្រោះការអភិវឌ្ឍមិនមែនធ្វើតែរបស់ថ្មីឈ្មោះតែការអភិវឌ្ឍទេគឺថាការថែរក្សានៅរបស់ដែលមានស្រាប់និងបង្កើតនៅរបស់ដែលមិនទាន់មានទើបពេញលក្ខណៈជាការអភិវឌ្ឍពិតប្រាកដអញ្ចឹងក្នុងវត្តនេះដែលកំពុងតែកសាងព្រះវិហារនេះគឺថាមើលទៅឃើញផ្លូវមកហ្នឹងមិនទៅជាមានបរិស័ទអីរស់នៅជុំវិញទេអញ្ចឹងហើយការកសាងហ្នឹងមើលទៅគឺថាអាចជាលំបាកបន្តិចក្នុងការធ្វើប៉ុន្តែទោះតែការកសាងនេះយើងចេះតែឆ្ងល់តំណំនេះធ្វើវត្តធ្វើដើម្បីអីបានប្រយោជន៍អីយើងគិតអញ្ចឹងក៏តែបានប៉ុន្តែយើងគិតឲ្យឃើញជ្រុងមួយថាក្នុងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរតាំងពីបុរាណមកទល់ឥឡូវនេះកាលណាភូមិណាឃុំណាទីណាដែលរស់នៅបង្កើតជាភូមិជាឃុំជាស្រុកប៉ុន្តែគ្មានវត្តអារាមនៅក្បែរនោះណាគឺថាភូមិនោះឃុំនោះហាក់បីដូចជាសង្ហេះសង្ហោចនៅតែឯងឆ្ងាយពីសហគមន៍មួយដែលមិនគ្រប់លក្ខណៈអញ្ចឹងប៉ុន្តែភូមិនោះបើសិនជាតូចក្តីធំក្តីប៉ុន្តែស្ថិតនៅមានវត្តអារាមនៅក្បែរនោះទីនោះគឺថាជាទីលំអមួយដល់ប្រជាពុទ្ធបរិស័ទក៏ដូចជាប្រជាពលរដ្ឋព្រោះយើងដឹងច្បាស់ហើយថាខ្មែរយើងឥឡូវមិនដឹងទេប៉ុន្តែបើពីមុនមកឲ្យតែមានភ័យអាសន្នគឺមិនដែលចោលវត្តអារាមទេរមែងរត់ទៅរកវត្តអារាមជាទីពឹងបើទោះមិនមានអីក៏នាំគ្នាទៅអុជធូបសូមសេចក្តីសុខពីទេវតាដែលថែរក្សាព្រះអង្គជីរក្សាវត្តអារាមនឹងអញ្ចឹងទៅអ្វីបើថាជាជំនឿក៏ពិតមែនប៉ុន្តែជំនឿនេះមិនក្តៅក្រហាយដល់អ្នកដទៃទេថែមទាំងជួយឧបត្ថម្ភផ្លូវចិត្តរបស់គាត់ឲ្យរឹងមាំជាងមុនហើយមានការតស៊ូជាមួយនឹងឧបសគ្គជាបញ្ហាជីវិតដែលគាត់កំពុងជួបឡើងទៀតអញ្ចឹងភូមិណាដែលដាច់ស្រយាលឲ្យតែមានវត្តអារាមនៅក្បែរនោះទៅថាវត្តនោះចម្រើនធំក្តីតូចក្តីយ៉ាងម៉េចក៏ជាជលកមួយជាសរសៃឈាមមួយក្នុងការធ្វើឲ្យកន្លែងហ្នឹងមើលទៅហាក់បីដូចជាមានអំណោយផលក្នុងការរស់នៅអញ្ចឹងនេះក៏លេខមួយជ្រុងទៀតការអភិវឌ្ឍវត្តអារាមនេះគឺថាមិនបានទៅចំណាយថវិកា
บองปนหรือก็เจนปีสถาบันเต้นนำไปก่อสร้างคืออาเต้คนใต้การเล่าปีการใจรำเล่ระบบวิธีฟุตบอลสัตว์กะไรหน้าเด้อบอดบานลุดละล้อกะไรนึกซอเป็นเจียมปีกาสร้างมากีนี้ระบบวิธีฟุตบอลสัตว์นมูลค่าไอ้กะไรหน้าได้บอดสัตว์กรอคือแต่กะไรนึกเป็นเจียมปีจีแบบที่ระบบวิธีฟุตบอลนมูลฐานหรือก็เป็นเจียมปีกำลังสร้างมากีระบบจีรนมูลฐานจังการก่อสร้างวัดอารามนี่เหมือนการก่อสร้างตือขาดไปยาวใจเต้เพราะแต่จำนายได้กี่ยังมาធ្វើวัดนี่มันเหมือนจำนายได้กี่ขมิ้นเต้คนใต้จีจำนายได้กี่เศร้าธรรมดาสับไงกี่มาโจมบนมันได้กี่เมียนมันเลี้ยนกี่แต่ใจกี่มาเลี้ยนเทียดโยมเมาปกรุปีเลี้ยนอ่ะใบโจมบนอัดเมียนนี่คือเมียนแต่กี่เมียนมันเลี้ยนหายกี่ใจดำเล็กปรำมือหรือกระดับมือนองการเถื่อวัดจังจำนายได้ก่อสร้างวัดนี่จีจำนายเลือกได้จำนายได้เก็บเมียนกรบกรอนให้บ้านในถักอาหารเมียนหกกรบกรอนให้เสียเมียนเนื้อให้กระบอกเมียนตัวเตียนให้ฝนแต่เมียนมันติดบนตัวได้เลือกเนี่ยก็ย่อยจำนายได้เลือกเนี่ยเยอะมั้งก่อสร้างวัดให้การก่อสร้างวัดนู้นเชียไอเชียนิมิตแต่รูปมวยขนมกาอภิวัตประเทศเชียได้ปนใต้ตามระยะวิสัยศาสนาไอ้พระพุทธศาสนานี่มันเหมือนกรอนได้เชียวิสัยมวยขนมกากรบโบเชียไอ้นู่นเต้ปนใต้บสันเชียยืงทั่วตรมเตอตามกระบวนขนาดระบบกระบกระโบประเทศระบบการกึศตุกขนมขนมกำเนิดยุ่มไว้นั่งตัวสนะวิสัยยุ่มไว้วัดอารามนี่อาจคลายไปเชียไปเชื่อมโดยเสจอมวยใบพุทธศาสนาใดน้องดมบอลขนาดโดยขนาดเท่ามาใส่เลือการเรียบจำระบบเนี้ยกรบกรอบโปรยึงกระเลยมือประเทศจมบินอุติหอถ่ายยึงtừไทยยังจะจับยึงtừไทยยึงที่เสจอใส่สับปรำที่ร้อยคือพระไอเตลือวัดอารามดอกบอกประเทศไทยโดยสารแต่จุสนาวิสัยน้องการเรียบจำวัดอารามระบอกเกมันแม่นกรอนแต่เพื่อเอาเจนจีบวัดคนใต้เติร์เพื่อเอาเตยเชียกันไล่แต่เตะเตียงเหี่ยเชียดหนึ่งอันตรายเชียดเอาหมอบมือให้จมนิ่งเตียงศาสนาจมนิ่งเตียงเศรษฐกิจมูลฐานจมนิ่งเตียงกันไล่สับสายองปีอะไรอย่างทอปปทระบอกเกตีดคนใต้อาภาษาประเทศกัมพูชียืนโดยซาแต่สงครามโดยซาแต่สงครามยืนเงือบลางมาวิ่งเมาส์กะเลยเตยลุยยืนอดเมียนกะเลยเตยเนี่ยเจ้าเบอร์วอดสลับออกเนื้อสันเต็มจังยืนจังประกาศวอดยืนเจ้าจะช่วยปานสันเมาคนใต้มาดอลชนำเนี่ยยืงเมียนเป็นหะยืงเหมือนกรอไอเปเต้เนี่ยเจ๊ถ้าปัจจัยก็เนี่ยจุ่มเนียนสักษาพลังไอกรบแบบย่างคือท่าเมียนเอาหายก็เลยจะทนเทียนแต่เว้นยืงก็เหมือนแมนเชียสัตว์กรอไอประมาณได้ยืงเมียนจังคือท่าสักใดเมียนเนี่ยยืงอาจเลยอย่างไม่ก่อสร้างไว้เอาใจเชื่อประยาวใจบาดประยาวตีมวยได้จากใดขาดกายเป็นจังนะเส้นเยอะเมียนแต่สมมติมาย่างก็มันตอนลิขลู เมียนแต่ให้ท่าราชนาสัมพรไอ้แต่ไม่ย่างก็มันเล็กหลววัดทอดแต่เมียนจังโปรเมียนวัดอารามนามวยแต่จิตที่จะเตียงเอาเกี่ยจังหมอมือเอาเกี่ยมาจังก็แต่เธอเกี่ยจังท่อรูปก็เกี่ยมาเด่นเจนไอ้การนากับไลน่าแต่เมียนมนุษย์เป็นโจรnhấtกับไลน์đấy về chấm nanh crop sapแบบอย่างchấm nanh tăng ti về chia forward มูลฐานchấm nanh tăng về say เทียบกับโดยเฉพาะใส่มูลฐานนั้นคือแต่จำบัดคือแต่เยอะไตรเมียนจังอุทิหอยาได้วัดแต่สับไงยังคือแต่
មនុស្សនេះចេញចូលទៅអ្នកលក់សាំងមកជួផ្លូវជាតិលេខ5ហ្នឹងគេថាការ៉ាសាំងប្រមាណដើរទាំងអស់ថ្ងៃណាមួយអស់លោកជិះកាត់តាមផ្លូវហ្នឹងទៅឃើញហើយក្នុងខេត្តកំពង់ឆ្នាំងនឹងទៀតសោតផ្ទះសំណាក់សថាគារប្រមាណដើរទាំងអស់ហើយអ្នកលក់ម្ហូបអាហារអីហ្នឹងក៏ដើរទាំងអស់ហើយវិស័យវត្តអារាមមិនមែនតែវត្តសុទ្ធមួយទេវត្តដែលជុំវិញនឹងទៀតវត្តណាដែលកវត្តឲ្យវត្តសុទ្ធហ្នឹងលឿនទាំងអស់ព្រោះកាលណាដែលគេឆ្លងកាត់ច្រើនគេឃើញច្រើនកាលណាដែលគេឃើញច្រើនលោកណាដែលមានសទ្ធាទៅអូវត្តសុទ្ធមានហើយប៉ុន្តែវត្តក្បែរនេះមិនមានមិនអីចឹងទៅក៏នាំគ្នាជួយជ្រោមជ្រែងដែរអញ្ចឹងមិនថាកន្លែងណាមួយឲ្យតែបង្កើតឲ្យបានទៅជាសារៈប្រយោជន៍កន្លែងនោះរមែងញ៉ាំងប្រយោជន៍សាធារណៈឲ្យចម្រើនឡើងអញ្ចឹងទើបយើងក៏បីជួយខ្នះខ្នែងហើយខាងខេត្តកែបនេះក៏ឃើញថាអាជ្ញាធរបានសហការគ្នាក្រោមការដឹកនាំរបស់គណៈអភិការឯកភាពឲ្យដំណិតគណៈអបាខេត្តឃើញថាជាពុទ្ធបរិស័ទមានជីវភាពល្អប្រសើរច្រើនកងកម្លាំងក៏យកចិត្តទុកដាក់ក្នុងការជួយសម្រួលឲ្យដល់ប្រជាពុទ្ធបរិស័ទទាំងឡាយលោកទាំងឡាយជ្រាបថាអញ្ចេះពេលខ្លះផលវិបាករបស់ថ្នាក់ដឹកនាំរបស់មន្ត្រីយើងគាត់មានយើងក៏មានប៉ុន្តែយើងសំណាងដែរដែលយើងទទួលបានថ្នាក់ដឹកនាំល្អថ្នាក់ដឹកនាំមូលដ្ឋានល្អពេលណាដែលយើងត្រូវការអីយើងចង់បានអីគាត់ជួយយើងតាមលទ្ធភាពដូចថ្ងៃហ្នឹងអញ្ចឹងណាពុទ្ធបរិស័ទទាំងឡាយចេះតែចង់បានឲ្យខ្ញុំកណ្ដាលថ្មមកខេត្តកែបអីចឹងទៅប៉ុន្តែបើសិនជាក្នុងចំណែកមកថ្ងៃនេះមិនមានការចូលរួមពីអាជ្ញាធរមូលដ្ឋានរាប់ចាំពីមេភូមិឡើងទៅទេងាយឯណាតែបានមកហើយហត្ថលេខាដែលគាត់ចុះទៅនេះណាគឺជាមនសិការមួយបំរើឲ្យពុទ្ធបរិស័ទជាពលរដ្ឋមូលដ្ឋានហើយបើគាត់អត់មានទេគាត់មិនចុះទេព្រោះគាត់គិតថាតាមមកទៅមនុស្សច្រើនពិបាករៀបចំពិបាកមើលការខុសត្រូវសពគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែហេតុអីការលំបាកបែបហ្នឹងគាត់នៅតែហ៊ានព្រមទទួលព្រោះតែគាត់ចង់បំរើយើងនឹងហើយព្រោះគាត់ចង់បំពេញបំណងប្រជាពលរដ្ឋរបស់គាត់នឹងហើយព្រោះប្រជាពលរដ្ឋធម្មតាកន្លែងណាក៏ដោយតែមនុស្សច្រើនគឺអត់ដែលស្រួលទេបើអ្នកណាថាកន្លែងមនុស្សច្រើនស្រួលមិនដឹងថាអ្នកនឹងមិនទេស្មានមិនដឹងទេប៉ុន្តែឲ្យតែមនុស្សច្រើនមិនចេះស្រួលវាមិនហើយត្រូវទទួលខុសត្រូវទាំងអស់ពាក្យថាអ្នកទទួលខុសត្រូវនេះមិនមែនទទួលតែត្រូវទេអាខុសហ្នឹងក៏ទទួលដែរមនុស្សច្រើនអញ្ចឹងមានបញ្ហាអីក៏ត្រូវតែគណៈវិជាការគាត់ចេញមុខទទួលដែរប៉ុន្តែរឿងទាំងអស់សឹកតែជារឿងប្រឈមប៉ុន្តែនៅតែព្រមទទួលព្រោះហេតុអីព្រោះហេតុតែចង់បំរើឆ្លើយតបក្នុងការបម្រើនៅការចង់បានរបស់ពុទ្ធបរិស័ទរបស់ប្រជាពលរដ្ឋតាមលទ្ធភាពដែលអាចជួយទៅបានអញ្ចឹងដូចតែខ្ញុំកណ្ដាលស្មើមកថ្ងៃហ្នឹងអញ្ចឹងណាតាមផ្លូវទៅឬគេបើកកញ្ចក់ឡានទៅឬគេស្រែកថាអរគុណហើយបានមកប៉ុន្តែមិនបាច់អរគុណខ្ញុំកណ្ដាលស្មើទេអរគុណមេភូមិមេឃុំមេស្រុកមេខេត្តគណៈកម្មការអាចារ្យវត្តទៅបើគុំតែមានអ្នកទាំងអស់ហ្នឹងខ្ញុំកណ្ដាលស្មាននឹងមកមិនបានទេមកបានតែមកស្ងាត់ចឹងទៅជិះឡានកាត់អីចឹងទៅប៉ុន្តែតែមកកម្មវិធីចឹងបើមិនមានការចូលរួមជាពិសេសគណៈអភិការឯកភាពទេឯកភាពខេត្តទេគឺថាអត់តែមកទៅអត់កើតចឹងមិនក៏ព្រះអង្គទៅមិនកើតថាមនុស្សច្រើននេះម៉ោង7ព្រឹកមកដល់ទេណាបើចាំម៉ោង10ព្រឹកចាំមកដល់វិញមិនដឹង
នោះបណ្ណាទេនឹងហើយអញ្ចឹងគេថាសឹកតែជាអ្វីដែលយើងទាំងអស់គ្នាគួរដឹងគុណហើយដឹងគុណវត្តបច្ចាតកាវត្តនេះទៅលោកបានជួយឲ្យបានជួបនឹងហើយការដឹងគុណនេះមិនមែនដឹងតែថ្ងៃហ្នឹងទេណាតែថ្ងៃហ្នឹងទៅលោកបច្ចាតកាលោកខំខ្នះខ្នែងកាន់กระดาษមកសន្លឹកទៅចុះហត្ថលេខាតាំងពីភូមិពីឃុំពីខេត្តតម្រាំតែដល់ខ្ញុំកណាឲ្យតម្រាំតែបានចំណាឯកភាពមកវិញទៀតគឺថាលោកពិបាកណាស់ហើយយើងនាំគ្នាបានប្រយោជន៍ទៅថ្ងៃហ្នឹងមកខឹកខែទៅប៉ុន្តែថ្ងៃក្រោយស្ងាត់ឈឹងហ្នឹងមិនកើតទេចឹងសារមកអើតលោកផងហ្នឹងហើយសារមកអើតលោកផងឥឡូវនេះវត្តនេះប្រហែលយើងនឹងបានឈ្មោះថ្មីទៀតគាត់តែប្រហែលទេណាហ្នឹងហើយប៉ុន្តែស្មាសង្ឃឹមក្នុងចិត្តប្រហែលតែ65%ដែរប្រហែលតែឈ្មោះហ្នឹងបែបទៅមុខហើយមិនទៅក្រោយទេហ្នឹងហើយអញ្ចឹងគេថាពុទ្ធបរិស័ទមានមនុស្សសង្កេតនាទៅថាវត្តនេះជាវត្តដំបូងដែរក្នុងខេត្តកែវតែខ្ញុំក៏ដល់អាត្មាបានមកដល់ក្នុងកម្មវិធីផ្លូវការហ្នឹងអញ្ចឹងអស់លោកជួយមើលលោកទៅលោកក៏សាងវិហារនេះទៅឲ្យបានច្រើនហើយនៅខ្វះសម្បូរទេសម្បូរនេះនៅខ្វះតែ 37,000 ទៀតហើយវិហារហ្នឹងហើយទៅប្រហាក់ហើយបានបញ្ចុះសីមាហើយធ្វើបន់ធំក៏ក្រឹកក៏ក្រែងទៀតហ្នឹងហើយពួកវិហារនេះល្មមដែរហ្នឹងហើយល្មមដែរក្នុងការមិនតូចពេកមិនធំពេកហើយស័ក្តិសមកន្លែងទីដីភ្នំនេះមើលទៅបាទចំណងយ៉ាងគេថាលេយ៉ាងម៉េចយើងជួយគ្នាចឹងបានណាបន្ការថ្ងៃនេះគឺថានាំគ្នាខ្វះផ្នែកទៅចូលជាចំណែកទៅព្រោះថាកសាងវិហារនេះមិនមែនជាការកសាងផ្ទះឲ្យលោកនៅទេប៉ុន្តែជាចំណែកមួយនៅក្នុងមូលដ្ឋានរបស់យើងពេលណាដែលយើងរៀបនឹងធ្វើមរណកាលទៅនោះយើងក៏លេចទៅឃើញត្របូលផ្ទះយើងអាចរលឹកថាខ្ញុំធ្លាប់ធ្វើត្បូលវិហារធ្វើត្បូលហ្នឹង5,000អីដល់ចំណែកប៉ុណ្ណេះជាចំណែកមួយដែលញ៉ាំងយើងមិនឲ្យទៅសុគតិបានត្រឹមតែប៉ុណ្្នឹងទេបាទហើយនិយាយបែបនេះទៅថាប្រហែលជាថាព្រះអង្គច័ន្ទមនីលោករៃអង្គាសប៉ុន្តែខ្ញុំកណាអត់រៃអង្គាសអីទេគ្រាន់តែថាដាស់តឿនព្រោះថាវត្តនេះវត្តក្នុងមូលដ្ឋានអស់លោកអ្នកទេបើមិនទេនៅក្នុងវត្តតែសតក៏ខ្ញុំកណាមិនមាត់កោអីទេរឿងអស់នឹងអន្តរនេះអាណិតព្រះអង្គហើយអញ្ចឹងគេទៅគេថាយើងទាំងអស់គ្នាហ្នឹងនាំគ្នាជួយគ្នាទៅម្នាក់បន្តិចទៅហើយប្រហែលជាឯកឧត្តមបាខែជួយហើយប្រទេសលោកបើសិនជាឯកឧត្តមឬកថាគាត់ចងដៃណែដំបូលក្នុងវត្តនឹង 5,000 ឥឡូវស្មាចូលជាមួយឯកឧត្តមបាខែ 5,000 ទៀតឲ្យបាន 10,000 ទៅក្នុងថ្ងៃហ្នឹងនោះសាធុហើយហ្នឹងហើយខ្ញុំកណានឹងដង្ហែកឋិនចូលឆ្នាំហ្នឹងទៀតគឺគ្រប់ហើយហើយធ្វើកឋិនចូលឆ្នាំហ្នឹងបាទហ្នឹងហ្នឹងចឹងហើយចឹងឲ្យដំដិតលំទាវសសមាលីដាហ្នឹងបានចូលបច្ច័យក៏សាងវិហារទៅវត្តនៅបវរពិសិដ្ឋហ្នឹងហើយចំនួន 5,000 នៅថ្មនឹកឃើញថាចង់ដៃឈ្មោះវត្តថ្មីហ្នឹងហើយចង់ដៃឈ្មោះវត្តថ្មីហ្នឹងហើយព្រោះមកដំបងខេត្តកែបហ្នឹងទៅក៏សូមចងដៃនឹង 5,000 បន្ថែមជាមួយអាដាមហ្នឹងទៅបាន 10,000 ទៅប្រហែលឡើងដៃអាណែងអីរួចរាល់ហើយប៉ុណ្ណឹងនោះ
là ngay là ta có cái bạch ấy chân tiệt đấy hay chân nhom cái nào bậc kiên phần năng để cho hai chỗ rùm chơi chùm này clay nòng vọt năng và phần năng đầm bầy của mọi bên ngay buổi từ vì nét tranh tới sọc cô cháy hay là ngày tranh vì vọt cô cháy tới từ cầm vị thi khai của phong năng vọt lọc tập bái chọc vọt lọc tập bái từ khai cái chơi nên là ngày tranh vì cái chế từ xoay riêng pi cầm vị thi tranh vì xoay riêng pi cầm vị thi hết thời chỗ po san chơi nâng cái đàn phình đầm mong à tất cả cầm vị thi là mình lúc trời chân có kênh của phần nâng cái bài chất hay thế nào bài chất mình lúc tách phần tay hiền nó chết hai cái bộ còn là bạn lại tầm độ chui hay cái kênh của ông sắp và nấp phần năng đàn phôi tầm mà bà khai phần năng thì trong cái shop sông lương dầu mà hạt sal năng off cái kênh chun một cái đa phần một cha hiện dùng một bò sát chơi chơi ai tầm cái đá bà khai trong bàn xongประกอบ chụp cái xeแต่นางพุทธโพทั้งหลายบุญกายยุวันนะสักขะเป็นละสัมบัติทั้งหลายใบประกามโนเทวดาประนเปียนโลทั้งหลายวัฒนาสัมบัตินางปอนาโนสมบัติสำราญจิตให้โยเพียบต่อเรื่องเตยยังธรรมเทศนังเทศสามิสิริธรรมวเสเทศนาจำได้น้อยเพียงมกนาธรรมเพียงประสานมัตจับใจกันได้เอวัง